3 លំហាត់សម្រាប់ជួយអ្នកដែលមានបញ្ហាឈឺនៅលើខ្នងបានអញ្ចឹងលំហាត់ទី1គឺយើងរៀបចំស្ថានភាពបែបនេះយើងធ្វើដូចយើងអមអញ្ចឹងដាក់ដៃឲ្យត្រង់អញ្ចឹងទៅហើយបន្ទាប់មកលិតជង្គង់អញ្ចឹងទៅបន្ទាប់មកយើងធ្វើតែចលនាលើដងខ្លួនបានហើយអញ្ចឹងដកចលនាហ្នឹងគឺឡើងលើចុះក្រោមឡើងលើចុះក្រោមបានអញ្ចឹងសម្រាប់លំហាត់ទី2យើងគេងផ្អៀងម្ដងគេងផ្អៀងហើយជង្គង់យើងបត់ចិត្ត90ដឺក្រេទៅដើម្បីឲ្យរក្សាចង្កេះយើងបានល្អហើយមួយទៀតយើងធ្វើចលនាដូចជាការបាញ់ព្រួញអញ្ចឹងដៃមួយលាត្រង់ដៃខាងលើហ្នឹងទាញចុះក្រោមដើម្បីឲ្យមានចលនានៅខ្នងរបស់យើងដើម្បីឲ្យវាជួយទៅលើការឈឺចាប់បានដូចគ្នាអញ្ចឹងយើងអាចធ្វើ10-20ចលនាទៅបាទសម្រាប់លំហាត់ទី3គឺយើងមូលកសែងឬក៏យើងមានកូនខ្នែកអបអីយើងដាក់ពីក្រោយខ្នងហើយយើងគេងផ្ងាពីលើហ្នឹងទៅបន្ទាប់មកដៃទាំងពីររបស់យើងលាឲ្យត្រង់ហើយនៅពេលដែលយើងគេងផ្ងាហ្នឹងគឺយើងដងហើមចូលចេញចូល 4-5 ដង្ហើមទៅនៅពេលដែលយើងបញ្ចប់យើងដាក់ដៃមកលើពោះអញ្ចឹងយើងអាចធ្វើអញ្ចឹង 4-5 ដងទៅគឺវាអាចជួយបំបត្តិការឈឺចាប់នៅខ្នងរបស់យើងដែរ